Channel Win តែសុនទានរឿងខ្មែរសូមជូនរឿងវិញ្ញាណខ្មោចស្រីនៅមុខរោងចក្រកាត់ដេរចំណូលខ្យល់បក់ពីទឹកខាងជើងនៅវេលាល្ងាចឈានចូលរាត្រីកាលទៅប៉ះនឹងខ្លួនប្រាណនារីម្នាក់ដែលកំពុងតែឈរនៅក្រោមដើមពុទ្រាមួយដើមនារីម្នាក់នោះឈរបែរមុខទៅទិសខាងកើតនាងមានសក់យ៉ាងវែងអន្លាយដែលកំពុងតែរសាយផាយផាត់តាមអំណាចនៃខ្យល់ខែកដឹកមើលទៅទឹកមុខនាងស្រងោតស្រងាត់ហាក់បីដូចជាកំពុងតែរងចាំនរណាម្នាក់មួយសន្ទុះគេឃើញនាងដើរឆ្លងផ្លូវរួចក៏បាត់ខ្លួនមួយរំពេចតែម្ដងនៅក្បែរដើមពុទ្រានោះមានផ្ទាំងយេហោមួយគេសរសេរថារោងចក្រកាត់ដេរសម្លៀកបំពាក់ VTS Co Ltd នៅជាប់នឹងខ្លោងទ្វារមានកូនរោងតូចមួយដំបូលប្រក់ស័ង្កសីពណ៌ខៀវនិងរៀបថ្មពីក្រោមដែលគេស្គាល់ថាជាប៉ុស្តិ៍សន្តិសុខទី1វេលានោះផុតម៉ោងកម្មកររោងចក្រចេញពីធ្វើការទៅហើយនៅឡើយតែពូសន្តិសុខម្នាក់ដែលកំពុងតែអង្គុយយាមនៅក្នុងរោងរីឯសន្តិសុខខ្លះទៀតពួកគាត់យាមនៅខាងក្នុងទៅតាមតួនាទីរៀងៗខ្លួនកាលអើយយប់ក៏កាន់តែស្ងាត់ទៅសំឡេងឆ្កែលូម្ដុំនោះវាលូបណ្ដាក់គ្នារហូតបានពញ្ញាអារម្មណ៍ពូសន្តិសុខម្ដងស្ងាត់សំឡេងឆ្កែលូទៅហើយតែមួយសំទុះក្រោយមកក៏ឮសំឡេងមនុស្សស្រីយំម្ដងអោម្ដេចយប់នេះអីក៏ចម្លែកម្លេះពូសន្តិសុខក៏បានដើរចេញទៅក្រៅអើតរកមើលតាមសំឡេងយំខណៈនោះពូដុំដីគាត់ក៏បានឃើញនារីម្នាក់ស្លៀកខ្លីពាក់អាវដៃវែងមានរូបដើមដូងកំពុងតែអង្គុយយំនៅក្រោមដើមពុទ្រាក្បែរធុងសំរាមពូដុំដីគាត់ឃើញដូច្នេះហើយក៏ដើរទៅឲ្យចិត្តរួចក៏សួរទៅកាន់នាងថាអើយនាងយំមានរឿងអ្វីកើតឡើងទៅនឹងហើយយ៉ាងម៉េចបានជាមកអង្គុយយំអញ្ចឹងយប់ហើយនៅមិនទាន់ទៅផ្ទះវិញទៀតឬមួយក៏ចាំអ្នកមកយកណែតែបើអត់មានអ្នកមកយកទេចាំខ្ញុំខលហៅកង់3ឲ្យណាពេលនោះនាងក៏ឆ្លើយទៅកាន់គាត់វិញថាមិនអីទេពូផ្ទះខ្ញុំនៅទីនេះហើយតើពូនារីម្នាក់នោះនាងនិយាយទៅកាន់ពូដុំដីជាធម្មតាតែមិនបានងាកមុខមករកគាត់នោះទេហើយថែមទាំងនិយាយអ្វីចម្លែកទៀតទាំងដែលអំបញ្ញមិញកំពុងតែអង្គុយយំសោះពូដុំដីគាត់ក៏សួរទៅកាន់នាងម្ដងទៀតថាហាអំបញ្ញមិញពូឃើញក្មួយកំពុងតែអង្គុយយំទេតាឥឡូវមកសើចយ៉ាងកក្អឹកបែបនេះពូមិនយល់ទេនេះក្មួយយ៉ាងម៉េចឲ្យប្រកាសរួចចុះក្មួយធ្វើការនៅទីនេះដែរឬចាពូខ្ញុំធ្វើការនៅទីនេះយូរហើយពូអូអញ្ចឹងទេអូយ៉ាងណាបើសិនជាមិនមានអ្នកមកដប់ចាំពូជូនទៅក៏បានចាអរគុណពូខណៈដែលពូដុំដីកំពុងតែនិយាយជាមួយនឹងនារីម្នាក់នោះក៏មានសន្តិសុខម្នាក់ទៀតដើរមកពីក្រោយគាត់ហើយក៏សួរឡើងថាហាក់បងដុំដីបងកំពុងតែធ្វើអីនឹងនៅឈរនិយាយតែម្នាក់ឯងនោះយីអានេះមើលវាធ្វើសួរមិនឃើញទេអីថាកំពុងតែនិយាយជាមួយនឹងក្មួយស្រីម្នាក់នេះណាម្នាក់ណាបងខ្ញុំដូចជាមិនឃើញផងឃើញតែបងនិយាយតែម្នាក់ឯងយូរហើយនឹងហាជុំកដុំឆែបបាត់តាណាលឿនម្លេះវៃកំពុងតែនិយាយគ្នាសុកសងខ្ញុំគិតថាបងត្រូវខ្មោចលងហើយចាំព្រឹកស្អែកខ្ញុំនឹងទៅផ្ទះបងរួចប្រាប់រឿងរ៉ាវបងឲ្យដឹងតែម្ដងតោះបងចូលទៅធ្វើការយើងវិញតោះអញ្ចឹងនាយស្ដាន់និងពូដុំដីក៏ដើរចូលទៅធ្វើការងាររបស់ពួកគាត់រៀងខ្លួនស្អែកឡើងនាយស្ដាន់ក៏បានជិះកង់មកផ្ទះពូដុំដីដើម្បីប្រាប់រឿងរ៉ាវដែលបានកើតឡើងទៅលើនារីម្នាក់ដែលពូដុំដីឃើញកាលពីយប់មិញ
ភ្លាមនោះនាយស្ដានក៏បានជិះមកដល់ផ្ទះពូដុំដីល្មមគ្រានោះនាយស្ដានក៏បានស្រែកហៅពូដុំដីថាអើយបងដុំដីនៅផ្ទះទេបងស្ដានអញនៅតើចូលមកណែបងដីបងចង់ដឹងរឿងនារីម្នាក់ដែលបងឃើញកាលពីយប់មិញទេឯងនិយាយមើលវាយ៉ាងម៉េចទៅជាយ៉ាងម៉ានារីដែលបងឃើញកាលពីយប់មិញហ្នឹងណានាងគឺជាខ្មោចទេបងចាំខ្ញុំនិយាយឲ្យបងស្ដាប់ណែនៅថ្ងៃមួយនោះខណៈពេលដែលកម្មកររោងចក្រទាំងអស់គេចេញពីធ្វើការម៉ោង6ល្ងាចគេគ្រប់គ្នាមានអ្នកមកយករៀងខ្លួនមានម៉ូតូឬម៉កឡានជាច្រើនតែនៅពេលដែលកម្មករចេញទៅអស់នោះសល់តែនាងម្នាក់និងមានម៉ូតូជិះកាត់មួយនៅទីនោះនាងក៏បានដើរឆ្លងផ្លូវទៅរកប្តីរបស់នាងនៅឯចិញ្ចើមផ្លូវម្ខាងទៀតណោះស្របពេលនោះដែរក៏មានម៉ូតូមួយបើកមកយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនាងពេញមួយទំហឹងបណ្ដាលឲ្យនាងស្លាប់ទីនោះតែម្ដងបងតាំងពីនោះមកវិញ្ញាណនាងនៅវិលវល់ទីនោះនៅឡើយបងអត់តាណាសោះហាហួចចុះមិននិមន្តព្រះសង្ឃឲ្យមកសូត្រមន្តនៅទីនោះតែម្ដងទៅកាលនោះប្តីនាងនិងសាច់ញាតិនាងបានមកធ្វើពិធីសូត្រមន្តរួចរាល់ហើយបងតែមិនដឹងជាយ៉ាងម៉េចបានជានាងមិនព្រមតាណាសង្ឃក្រោយមកទៀតគឺនាងតែងតែចេញឲ្យគេឃើញនៅពេលយប់ស្ងាត់តែម្ដងបងអ្នកខ្លះក៏ត្រូវនាងលងកំពុងតែជិះម៉ូតូជាមួយនៅពីក្រោយចំដូចជាមានអ្វីនៅពីក្រោយអញមានហើយថាមិនមានហេះខ្មោចទៅហើយវៃឯអ្នកខ្លះទៀតឃើញនាងកំពុងតែអង្គុយយំដូចជាបងឃើញដែរអញ្ចឹងរីឯសន្តិសុខខ្លះវិញនោះក៏ត្រូវនាងលងឲ្យភ័យរត់ចោលការងារឈប់មកធ្វើការក៏មានហើយបងខ្ញុំឃើញរាល់ថ្ងៃទៅហើយលែងខ្លាចលែងអីទៀតហើយបងរឿងវាមានតែប៉ុណ្ណឹងហើយយប់នេះបងទៅធ្វើការទេអញ្ចឹងទៅតើនេះវៃឲ្យតែប្រកាសទៅណែខ្ញុំសុំទៅវិញហើយបងនាយស្ដានគេក៏បានជិះកង់ទៅផ្ទះវិញពូដុំដីក្រោយពីបានដឹងរឿងរ៉ាវនេះហើយគាត់អង្គុយគិតតែម្នាក់ឯងថាអញយប់មិញអញជួបខ្មោចទេតើហួយអញអត់ទៅធ្វើការទេវៃបើទៅឲ្យខ្មោចលងដដែលសុកចិត្តនៅដេកផ្ទះអញវិញថ្ងៃធ្វើការដំបូងផងក៏ត្រូវខ្មោចលងទៅហើយហួយខ្លាចណាស់អាស្ដានក៏អញ្ចឹងដែរវៃវាដឹងរឿងរ៉ាវនេះតាំងពីដំបូងវាមិនព្រមប្រាប់អញឲ្យដឹងផងអានេះវៃយ៉ាប់មែនបន្ទាប់ពីដុំដីគាត់ឈប់ទៅធ្វើការមកអ្នកថ្មីដែលមកជំនួសកន្លែងគាត់ក៏ត្រូវខ្មោចនារីម្នាក់នោះលងរត់ចោលការងារដូចគ្នាដោយហេតុវាចេះតែកើតឡើងរឿងរ៉ាវបែបនេះរហូតអ្នកគ្រប់គ្រងនៅរោងចក្រនោះពិបាកនឹងស្វែងរកសន្តិសុខមកធ្វើការនៅទីនោះពេកក៏សម្រេចចិត្តនិមន្តលោកនិងអាចារ្យមកសូត្រមន្តឧទ្ទិសកុសលដល់ខ្មោចនាងម្ដងទៀតចាប់តាំងពីនោះមកគេក៏លែងឃើញខ្មោចនាងចេញមកទៀតដែរហើយរឿងនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះឯងហោងរឿងនិទាននិពន្ធតាមបែបផ្នត់គំនិតមិនប្រកាសថាពិតឬមិនពិតទៅលើអបិយជំនឿជាពិសេសរឿងអប់រំផ្សេងសូមជួយចុច like រួចចុច subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណនិងសូមគោរពលា